ចង់ធ្វើស៊ុបស៊ីវឆានឲ្យមានរសជាតិឆ្ងាញ់ណាបង់ទៅដុំស៊ុបស៊ីវឆានមួយដុំទៅគឺអត់គ្រប់គ្រាន់ទេបងប្អូនតោះតែយើងបន្ថែមគ្រឿង3-4មុខទៀតតែធានាថាទឹកស៊ុបរបស់យើងធ្វើចេញមកមានរសជាតិខ្ទិះឆ្ងាញ់ហ្មងត្រូវមិនសតុំរកភ្លៀងអញ្ចឹងញ៉ាំស៊ុបគឺឆ្ងាញ់ខ្លាំងបងគេនឹងយើងមានគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចរំលីងវាឲ្យឡើងឈ្ងុយបន្តិចមកចាំដាក់ដុំស៊ុបស៊ីវឆានចូលកូរដុំស៊ុបជាមួយនឹងគ្រឿងរបស់យើង4-5នាទីសិនមកណាបងប្អូនឲ្យវារលាយអស់សិនចាំចាក់ទឹកដូងអានេះគឺខ្ញុំប្រើដូងមួយផ្លែលាយជាមួយទឹកធម្មតានិងពាក់កណ្ដាលដាក់ដាំវាឲ្យពុះសិនចាំយើងដាក់ការ៉ុតឆៃថាវជាមួយនឹងរសជីវ៉ាន់ស៊ុយចូលហើយគ្រឿងខ្ញុំប្រើទឹកត្រី2ស្លាបព្រាបាយម្សៅស៊ុបក៏បានដុំស៊ុបក៏បានជាមួយនឹងប៊ីចេងបន្តិចសម្រាប់ជាតិផ្អែមគឺយើងយកចេញពីទឹកដូងជាមួយនឹងការ៉ុតឆៃថាវដែលយើងបានដាក់ចូលនឹងហើយគ្រឿងផ្សំធ្វើទឹកស៊ុបនឹងអត់អស់ទេណាបងប្អូនសល់មួយមុខទៀតយើងចាំដាក់ពេលយើងញ៉ាំតាមក្រោយដាក់រមាស់ទឹកស៊ុបចានសិនទៅយើងមករៀបចំសាច់បន្លែប្រហិតបកាទឹកជ្រលក់វិញគឺខ្ញុំញ៉ាំជាមួយទឹកត្រីកោះកុងបងប្អូនដោយសារតែរដូវនេះខ្ញុំញ៉ាំជាមួយទឹកទៅហ៊ូរហូតទេហើយទឹកស៊ុបនេះរងាស់ប្រហែលជាខ្ទង់15ទៅ20នាទីទៅណាបងប្អូនចាំយើងស្រង់កាកកតិកទីអីចេញហើយយើងភ្លក់មើលថែមថយមកល្មមតាមដែលយើងចូលចិត្តសម្រាប់ទឹកស៊ុបគឺខ្ញុំយករៀងសាបមកល្មមទេតែសាបគេនេះគឺមានជាតិណាបងប្អូនមានជាតិផ្អែមជាតិអីក្នុងនឹងហ្មងហើយយើងដាក់បន្លែដាក់ប្រហិតដាក់សាច់តាមដែលយើងចូលចិត្តមកហើយគ្រឿងផ្សំមួយមុខចុងក្រោយដែលសំខាន់ធ្វើឲ្យទឹកស៊ុបរបស់យើងកាន់តែមានរសជាតិឆ្ងាញ់ហ្នឹងបងប្អូនគឺទឹកដោះគោអានេះគឺទឹកដោះគោស្រស់ឬក៏បងប្អូនប្រើទឹកដោះគោឆៅក៏បានដែរដាក់ចូលទៅធ្វើឲ្យស៊ុបរបស់យើងគឺមានរសជាតិកាន់តែខ្ទិះឆ្ងាញ់ហ្មងហើយបានសាច់គោផុយជ្រលក់ញ៉ាំក្តៅអញ្ចឹងទៀតគឺថាជាតិសាហាវថ្ងៃនេះក៏ចង់ណែនាំទៅកាន់បងប្អូនដែលអាសាខមមិនសួរថាឃើញខ្ញុំញ៉ាំរបស់ឆ្ងាញ់រាល់ថ្ងៃប៉ុន្តែអត់ឡើងគីឡូអញ្ចឹងណាតាមពិតទៅគឺខ្ញុំញ៉ាំយ៉ាអូឡូថាមីលរាល់ថ្ងៃហ្មងបន្ទាប់ពីខ្ញុំញ៉ាំអាហារហើយយ៉ាអូឡូថាមីលក្រៅពីមានរសជាតិឆ្ងាញ់ហើយគឺជួយទៅដល់សុខភាពរបស់យើងបានច្រើនមែនទែនមានប្រូបៃអូទិកសម្បូរទៅដោយបាក់តេរីល្អជួយទៅដល់ប្រព័ន្ធរំលាយអាហារមានវីតាមីនប្រូតេអ៊ីនជួយឲ្យឆ្អឹងកាន់តែរឹងមាំហើយជួយសម្រួលដល់ការបន្ទោបង់ផងដែរសាច់យ៉ាអូគឺទន់រលោងស្រួលញ៉ាំផលិតពីទឹកដោះគោស្រស់ 100% និងគ្មានជាតិម្សៅសម្រាប់បងប្អូនដែលចង់រក្សាគីឡូថែរាងអីញ៉ាំទៅបងប្អូនគឺអត់ខុសទេយ៉ាអូឡូថាមីលនេះក៏អាចយកទៅខាត់ស្បែកបានល្អផងដែរចូលមកដល់ស៊ុបស៊ីវឆានរបស់យើងវិញអានេះគឺងាយស្រួលធ្វើមែនតើបងប្អូននិយាយទៅចំណាយពេលប្រហែលជា20នាទីជាងអីហ្នឹងគឺបានញ៉ាំហើយសំខាន់ទឹកស៊ុបគឺមានរសជាតិឆ្ងាញ់ហ្នឹងហ្មងហើយនេះយើងអត់ប្រើស្ករទេណាបងប្អូនរសជាតិផ្អែមហ្នឹងយើងយកចេញពីទឹកដូងចេញពីបន្លែដែលយើងដាក់រងាស់ហ្នឹងបន្ទាប់ពីញ៉ាំស៊ុបហើយគឺអត់ភ្លេចទេជាមួយនឹងយ៉ាអូឡូថាមីលគឺខ្ញុំញ៉ាំរាល់ថ្ងៃបន្ទាប់ពីញ៉ាំអាហារហើយសម្រាប់បងប្អូនដែលចង់ដឹងពីព័ត៌មានបន្ថែមឬក៏ទំនាក់ទំនងទិញផលិតផលអាចតាក់ទងទៅកាន់ Facebook Page BPC Trading ឬក៏អាចតាក់ទងទិញបានតាមបណ្ដាតូបទីផ្សារនានាទូទាំងប្រទេសកម្ពុជារបស់យើងហ្មងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ